បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាទាំងក្នុងនិងក្រៅប្រទេសបងប្អូនអរគ្នាហើយខ្ញុំបាទនឹងធ្វើវីដេអូមួយពាក់ព័ន្ធជាមួយនឹងបងប្អូនស្រីគាត់នៅរស់នៅខាងកម្ពុជាក្រោមគាត់បាននិយាយថានៅកម្ពុជាក្រោមហ្នឹងគឺគ្មានសាលារៀនមានអីដែលជាភាសាខ្មែរបងប្អូនមានតែរៀនតាមវត្តអារាមហើយចំណែកលោកបណ្ឌិតហងជួននរងគាត់បាននិយាយថានៅកម្ពុជាក្រោមហ្នឹងមានមហាវិទ្យាល័យភាសាខ្មែរមានសាលារៀនភាសាខ្មែរអញ្ចឹងណាបងប្អូនហើយអញ្ចឹងសូមបងប្អូនទាំងអស់គ្នាទស្សនាវីដេអូដូចតទៅបងប្អូនសូមអរគុណចឹងដោយសារតែនៅទីនោះអត់មានសាលាអត់មានគេបណ្ដោះបណ្ដាលខាងភាសាខ្មែរមានតែវត្តនេះឯងសំណាងហើយដែលពួកខ្ញុំនៅរក្សាបានភាសានិយាយទំនៀមទម្លាប់ខ្មែរណាតែសម្រាប់ខ្មែរក្រមពួកខ្ញុំអត់ភ្លេចកំណត់ខ្លួនឯងទេបាទការបង្រៀនភាសាខ្មែរនៅវៀតណាមចឹងនៅវៀតណាមគេមានសាកលវិទ្យាល័យនៅភាគខាងត្បូងប្រទេសវៀតណាមមានសាកលវិទ្យាល័យវៀតណាមដែលបង្រៀនភាសាខ្មែរដែរហើយនៅតាមខេត្តមួយចំនួននៅប្រទេសវៀតណាមក៏មានកន្លែងមជ្ឈមណ្ឌលខ្លះក៏បង្រៀនភាសាខ្មែរដែរដោយសារតែមានគេថាពលរដ្ឋដែលថាមានជាជាតិសាសន៍ជាខ្មែរហ្នឹងរស់នៅទីនោះបាទអញ្ចឹងពួកគាត់នៅតែរក្សាប្រពៃណីទំនៀមទម្លាប់និងភាសាខ្មែរដដែលបាទ